គុណខ្មែរដាក់គោលដៅចូលស្ថាប័នធំៗបន្តទៀតក្រោយចូលសង្វៀន K1 ប្រមុខថ្នាក់ដឹកនាំសហព័ន្ធប្រដាល់គុណខ្មែរនិងសហព័ន្ធប្រដាល់គុណខ្មែរអន្តរជាតិបានដាក់គោលដៅពង្រឹងបន្តវិសាលភាពគុណខ្មែរតាមរយៈការចាប់ដៃគូជាមួយស្ថាប័នប្រដាល់និងប្រព័ន្ធផ្សព្វផ្សាយកីឡាលំដាប់អន្តរជាតិដើម្បីលើកកម្ពស់និងផ្សព្វផ្សាយអំពីសក្តានុពលគុណខ្មែរឲ្យកាន់តែល្បីធំទូលាយទៅកាន់ឆាកអន្តរជាតិលោកកៅឆាយប្រធានសហព័ន្ធប្រដាល់គុណខ្មែរនិងជាអគ្គលេខាធិការនៃសហព័ន្ធប្រដាល់គុណខ្មែរអន្តរជាតិបានប្រាប់សារព័ត៌មាននៅក្នុងស្រុកថាតាមរយៈបទសម្ភាសន៍ពិសេសនេះក្រោយពីបានឈានចូលសង្វៀន K1 ដែលជាស្ថាប័នប្រដាល់ល្បីល្បាញមួយនៅលើពិភពលោកគុណខ្មែរកំពុងដាក់គោលដៅស្វែងរកឱកាសចាប់ដៃគូជាមួយស្ថាប័នធំៗផ្សេងទៀតដូចជា Glory និង USC ជាដើមជាមួយគ្នានេះគុណខ្មែរក៏កំពុងពិភាក្សាដើម្បីស្វែងរកកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយកីឡាល្បីៗលំដាប់អន្តរជាតិដើម្បីពង្រឹងការផ្សព្វផ្សាយពីកីឡាប្រដាល់គុណខ្មែរនិងបង្កើនឱកាសឲ្យកីឡាករគុណខ្មែរបានបង្ហាញសក្តានុពលលើឆាកអន្តរជាតិលោកកូឆាយបានបន្ថែមថាផែនការពង្រឹងគុណខ្មែររបស់យើងក៏មិនមានអ្វីក្រៅពីចាប់ដៃគូជាមួយស្ថាប័នធំៗនោះទេព្រោះស្ថាប័នទាំងនោះបានកកើតនិងដំណើរការអស់រយៈពេលរាប់សិបឆ្នាំមកហើយដូចអ្វីដែលយើងកំពុងធ្វើបច្ចុប្បន្នយើងបានចាប់ដៃគូជាមួយនឹងស្ថាប័ន K1 Combat និង WKN ស្ថាប័នទាំងនេះមានបណ្ដាញនៅក្នុងប្រទេសជាច្រើននៅពេលយើងចាប់ដៃគូជាមួយនឹងពួកគេការប្រកួតរបស់យើងក៏អាចត្រូវបានផ្សព្វផ្សាយទៅកាន់ប្រទេសជាច្រើនផ្សេងទៀតដើម្បីឲ្យពិភពលោកកាន់តែស្គាល់គុណខ្មែរកាន់តែច្បាស់